លាការថៃបានសម្រេចផ្អាកតំណែងរបស់នាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថាននៅថ្ងៃអង្គារទី1ខែកក្កដាឆ្នាំ2025តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីថៃរបស់លោកស្រីផែថងថានស៊ីនវ៉ាត់ជាបណ្ដោះអាសន្នសិនក្នុងពេលរងចាំការសម្រេចចិត្តជាផ្លូវការដែលត្រូវការពេលវេលាយូរជាច្រើនសប្តាហ៍ឬរាប់ខែនេះបើតាមសេចក្តីថ្លែងការណ៍របស់តុលាការធម្មនុញ្ញបានកាត់សេចក្តីក្នុងសំឡេងគាំទ្រ7-2ក្នុងការផ្អាកតំណែងលោកស្រីផែថងថានហើយក៏បានឯកភាពក្នុងការពិចារណាលើការចោទប្រកាន់ទម្លាក់តំណែងលោកស្រីផងដែរនៅថ្ងៃនេះដែរលោកថាក់ស៊ីនដែលជាឪពុកផងនោះក៏ត្រូវតុលាការព្រហ្មទណ្ឌថៃបើកសវនាការជំនុំជម្រះក្នុងបទជេរប្រមាថព្រះមហាក្សត្រ